Misalnya ini pipa darah madapan cung tập an làm tiền lại ở đây sẽ làm độ nha cứ miên trong pu lục tục tài mình nè nhịp rút nè tập tu bán nấu mor đọc trong đàn bị cột nè dây một căn cột đợt đây sẽ làm thá ba ba rồi bỏ nhộng prasnaสำหรับเพลงนี้ให้เอาไว้บ้านเชียมันเย็นเปียกนาnhư vậy đầu lúc mình hạt ấy ban chỉ khuyên Việt Nam đàn lúc như vậy ai priệp thiếp từ nắng biết đàn gì đầu lúc phục hạt ấy ban chỉ ca bồng riêng ở vòng lúc bị xong đây vòng lúc mình ai priệp ban từ nắng biết ở đây lúc như vậy trong lạiពីព្រោះគ្រប់ម៉ាត់ដែលលោកឪពុកនិយាយគឺជាពាក្យដែលខ្ពង់ខ្ពស់ឧត្តមបំផុតអ្នកទាំងឡាយណាដែលបានឮពាក្យដ៏ខ្ពង់ខ្ពស់ទាំងនោះខ្លាញ់មកជាមនុស្សអស្ចារ្យតែមានន័យថាពួកគេខ្លាញ់មកជាមនុស្សដែលខ្ពង់ខ្ពស់បំផុតអរិយបុគ្គលមនុស្សដែលខ្ពង់ខ្ពស់បំផុតអរិយបុគ្គលពាក្យដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកឪពុកធ្វើឲ្យអ្នកទៅជាផ្កាដ៏ស្រស់ស្អាតពាក្យដែលនិយាយដោយមនុស្សគឺមិនខ្ពង់ខ្ពស់ដល់ម្ដងឡើយកាពិតទៅវាគឺពីព្រោះតែពាក្យនឹងឯងដែលអ្នកបានធ្លាក់ចុះដែលពាក្យមនុស្សនឹងឯងធ្វើឲ្យមនុស្សធ្លាក់ចុះចឹងភាពខុសប្លែកគ្នាត្រង់នឹងពាក្យដែលខ្ពង់ខ្ពស់របស់លោកឪពុកនឹងធ្វើឲ្យមនុស្សឡើងខ្ពស់ទៅជាការស្រស់ស្អាតទៅជាអរិយបុគ្គលហើយពាក្យដែលមនុស្សនិយាយធ្វើឲ្យមនុស្សធ្លាក់ចុះទៀតនឹងឯងដោយសារមនុស្សរងឥទ្ធិពលពីកិលេសទាំង5ពីសម្ដីរបស់គេនឹងគឺមិនបរិសុទ្ធនេះយើងហៅទៅចោលលំគ្រោះដាក់គ្នាធ្វើឲ្យធ្លាក់ចុះមានន័យថាការដើរតាមបង្គាប់ឬការធ្វើតាមបង្គាប់របស់មនុស្សហ្នឹងធ្វើឲ្យមនុស្សធ្លាក់ចុះចម្រៀងសម្រាប់ថ្ងៃនេះសូមបើទោះបីជាពិភពលោកអាចផ្លាស់ប្ដូរពួកយើងនឹងមិនផ្លាស់ប្ដូរឡើយពួកយើងនឹងនៅតែថេររហូតអូមશાន្តិឃ្លាទី1របស់ចម្រៀងហ្នឹងគឺពីរោះណាស់ប៉ុន្តែអត្ថន័យឃ្លាដតីឯទៀតឃ្លាផ្សេងទៀតហ្នឹងគឺអត់ប្រយោជន៍តែមកជួរដំបូងហ្នឹងគឺល្អអាផ្សេងទៀតអត់ប្រយោជន៍វាស្តៀងទៅនឹងអ្វីដែលនិយាយនៅក្នុងគម្ពីរគីតាដែលគេថាព្រះសម្ដែងថាman above ហើយនឹង matha jibave អញ្ចឹងពាក្យពីរម៉ាត់គឺត្រឹមត្រូវតែផ្សេងទៀតគឺអត់ទេអញ្ចឹងវាដូចជាអំបិលមកចិបនៅក្នុងអង្គមួយបាវឬម្សៅមួយបាវរកឃើញទេមានតែនៅក្នុងពីតាដែលគេរៀនសប្តាហ៍ថ្ងៃហ្នឹងមានតែពីរម៉ាត់ទេដែលត្រូវมันabove សូមឲ្យនឹកឃើញដល់ព្រះនឹកឃើញដល់លោកឪពុកមាត់មហាជីបាសូមឲ្យនឹកឃើញដល់សម្បត្តិដែលនឹងបានទទួលពីគាត់ចុះពីនោះត្រូវតែខុសនោះវាច្រើនវាដូចជាអំបិលមួយចិបនៅក្នុងម្សៅមួយបាវអ្នកជាកូន
ដឹងយ៉ាងច្បាស់ថាព្រះជានរណា Shiv Baba ត្រូវបានគេហៅថាព្រះ Shiv Baba មកហើយក៏បង្កើតនៅ Shivalaya គឺវិហាររបស់ Shiva វិហារព្រះសិវៈថាគាត់មកពីទីណាគឺគាត់មកគាត់ចូលមកនៅក្នុងបនស្រីនេះចឹងផែនដីសពថ្ងៃហ្នឹងប្រដូចទៅនឹងបនស្រីគាត់ខ្លួនឯងមកខាងនិយាយថាអោកូនកូននៃព្រលឹងវិញ្ញាណដ៏ផ្អែមល្ហែមបំផុតជាទីស្រឡាញ់ដែលបានបែកគ្នាយូរហើយឥឡូវបានជួបគ្នាវិញគាត់មកហើយនិយាយពាក្យហ្នឹងគឺកូននៃព្រលឹងវិញ្ញាណកូនជាអាត្មាទាំងឡាយដែលផ្អែមល្ហែមបំផុតរបស់ខ្ញុំដែលជាទីស្រឡាញ់បែកគ្នាយូរហើយឥឡូវជួបគ្នាវិញគឺអ្នកជាអាត្មាដែលស្ដាប់គាត់អ្នកជាអាត្មាដែលដឹងថាអ្នកគឺអមតៈហើយដែលរូបកាយរបស់អ្នកគឺមិនគង់វង្សអ្នកជាអាត្មាគឺឥឡូវស្ដាប់អ្នកជាអាត្មាគឺឥឡូវកំពុងស្ដាប់ពាក្យដែលកំពុងខ្ពស់ទាំងនេះនិយាយដោយបរមអាត្មាបរមពុទ្ធមានតែបរមអាត្មាបរមពុទ្ធប៉ុណ្ណោះដែលនិយាយពាក្យដ៏ខ្ពង់ខ្ពស់ឧត្តមឧត្តមទាំងនោះហើយដែលវាធ្វើឲ្យពួកយើងទៅជាអរិយបុគ្គលគ្មានអាត្មាអស្ចារ្យណាមួយឬក៏គ្រូណាលក្ខណៈណានិយាយនៅពាក្យឧត្តមឧត្តមបែបនេះទេនៅពេលដែលពួកគេនិយាយថាជីវហំគឺនៅក្នុងគម្ពីរគឺគេនិយាយថាជីវហំប្រែថាខ្ញុំគឺជីវ៉ាជានៅក្នុងគម្ពីរគេបញ្យល់ថានៅក្នុងខ្លួនមនុស្សហ្នឹងគឺមានអូមថាព្រលឹងយើងហ្នឹងគឺអូមគឺជាព្រះថាបើយើងរកឃើញអូមហ្នឹងនៅក្នុងខ្លួនមានន័យថាឃើញព្រះហើយនៅក្នុងគម្ពីរគេនិយាយយ៉ាងគឺជីវហំណាតែក្នុងខ្លួនម្នាក់គឺមានព្រះនៅក្នុងហ្នឹងបើរកឃើញខ្លួនឯងដែលមិនមែនជារូបកាយនេះណាបើថាចូលទៅដល់ក្នុងខ្លួនរកឃើញខ្លួនឯងដែលជាអូមហ្នឹងដែលជាអាត្មាហ្នឹងគឺស្មើនឹងរកឃើញព្រះនៅក្នុងឯងអញ្ចឹងហើយបានគេប្រាប់ពីថាជីវហំខ្ញុំគឺជីវ៉ាដែលហ្នឹងគឺជាពាក្យដែលមិនពិតទេមិនត្រឹមត្រូវទេមិនពិតទេនេះឥឡូវកំពុងស្ដាប់ពាក្យដែលឧត្តមឧត្តមពីលោកពុកហើយកំពុងប្រែคล้ายទៅជាផ្កាដ៏ស្រស់ស្អាតចុះវាមានភាពខុសប្លែកគ្នាធំធេងណាស់រវាងបន្លានិងផ្កាខុសគ្នាត្រង់ណាបន្លាគឺបង្កនៅសេចក្តីទុក្ខតែមុតត្រូវចាក់ដោតត្រូវនោះវាឈឺហើយបើមិនព្រមជួសចេញទេគឺអត់សុខទេចាំបន្លាវាផ្ដល់សេចក្តីទុក្ខហើយផ្កាវាផ្ដល់សេចក្តីសុខអ្នកជាកូនឥឡូវដឹងហើយថាគឺមិនមែនមនុស្សទេដែលកំពុងនិយាយមកកាន់អ្នក Shiv Baba គឺមានវត្តមាននៅក្នុងខ្លួនគាត់នេះ Shiv Baba ខ្ចីរាងកាយប្រមាណ Baba ប្រើគាត់នឹងក៏ជាអាត្មាដែរប៉ុន្តែគាត់ត្រូវបានគេហៅថាបរមអាត្មាអាត្មាមិនបរិសុទ្ធឥឡូវស្រែកថាអោបរមអាត្មាអើយសូមឲ្យអ្នកចុះមកសូមឲ្យអ្នកមកហើយបន្សុទ្ធពួកយើងគាត់គឺបរមឪពុកគឺជាអ្នកដែលធ្វើឲ្យពួកយើងទៅជាកម្ពូលមនុស្សដែលខ្ពស់បំផុតអ្នកគឺកំពុងคลายមកជាអរិយបុគ្គលក្នុងចំណោមបុគ្គលទាំងឡាយអ្នកត្រូវបានគេហៅថាទេវតាពាក្យថាបរមឪពុក
គឺជាពាក្យដែលផ្អែមល្ហែមខ្លាំងណាស់នៅពេលដែលមនុស្សសំដៅទៅរកគាត់ថា omnipresent ជាភាសាក្នុងគម្ពីរគេថាព្រះនៅក្នុងខ្លួនម្នាក់ណាចឹងហើយបានគេមានពាក្យថា omnipresent គឺព្រះនៅគ្រប់ទីកន្លែងចឹងនៅពេលដែលថាគាត់ omnipresent ហ្នឹងគឺអត់មានភាពផ្អែមល្ហែមក្នុងនោះទេមានតែប្រមាណអ្នកទេក្នុងចំណោមអ្នកនឹកឃើញដល់លោកឪពុកដល់ក្តីស្រឡាញ់នៅក្នុងខ្លួនចឹងប្តីប្រពន្ធលោកីនឹកឃើញដល់គ្នាទៅវិញទៅមកនឹកឃើញដល់រាងកាយរបស់គ្នាទៅវិញទៅមករូបកាយរបស់គ្នាទៅវិញទៅមកនៅទីនេះអ្នកជាអាត្មាណាត្រូវតែនឹកឃើញដល់បរមអាត្មាទៅក្តីស្រឡាញ់យ៉ាងច្រើននៅលើវិថីនៃការគោរពបូជាពួកគេមិនអាចគោរពថ្វាយបង្គំគាត់ដោយក្តីស្រឡាញ់ច្រើនបែបនេះទេនៅក្នុងការគោរពបូជាមនុស្សមិនអាចគោរពថ្វាយបង្គំគាត់នោះគោរពបូជាគាត់ដោយក្តីស្រឡាញ់ច្រើននោះទេគឺមិនមានក្តីស្រឡាញ់បែបនឹងឡើយពីព្រោះអត់មានទំនាក់ទំនងគាត់នឹងព្រះហើយនឹងសាវកបូជាហើយវាខុសពីកូននឹងឪពុកបានវាមានទំនាក់ទំនងមានក្តីស្រឡាញ់ច្រើនចឹងតើរវាងព្រះនិងសាវកបូជាវាទៅជាការបញ្ជាការគេតោះដូរយើងតោះដូរជាមួយព្រះណាបើជួយខ្ញុំបានសម្រាប់ចេះខ្ញុំថ្វាយនេះនោះឬបញ្ជាព្រះព្រះអើយសូមឲ្យចេះសូមមិនចោះសូមឲ្យអ្នកធ្វើខ្ញុំទៅជាចេះទៅជាចោះហើយតើពួកគេអាចស្រឡាញ់គាត់ដោយរបៀបណានៅពេលដែលពួកគេមិនស្គាល់គាត់ផងហ្នឹងអ្នកជាកូននេះលើមានតែក្តីស្រឡាញ់យ៉ាងច្រើនចំពោះគាត់អ្នកជាអាត្មានិយាយថាបារបស់ខ្ញុំអាត្មាទាំងអស់គឺជាបងប្អូនប្រុសនឹងគ្នាបងប្អូនប្រុសម្នាក់និយាយថាបាបានផ្ដល់ឲ្យពួកយើងនៅការណែនាំខ្លួនរបស់គាត់ឲ្យស្គាល់ប៉ុន្តែនោះមិនត្រូវបានគេហៅថាក្តីស្រឡាញ់ទេអ្នកមានក្តីស្រឡាញ់ចំពោះនរណាម្នាក់ដែលអ្នកទទួលអ្វីមួយពីគាត់នៅអ្នកណាគេឲ្យអីមកឲ្យយើងហ្នឹងគឺយើងស្រឡាញ់អ្នកហ្នឹងកូនស្រឡាញ់ឪពុករបស់ពួកគេពីព្រោះពួកគេទទួលបាននូវមរតកពីគាត់យើងមរតកដែលធំជាងនឹងទៀតក្តីស្រឡាញ់ដែលធំជាងនឹងរបស់កូនហ្នឹងគឺមានសំទោសមានន័យថាមរតកកាន់តែធំក្តីស្រឡាញ់របស់កូនហ្នឹងក៏កាន់តែច្រើនកាន់តែធំដែរបើសិនបើឪពុករបស់ពួកគេមិនមានទ្រព្យសម្បត្តិអ្វីមួយនោះទេប៉ុន្តែជីតារបស់ពួកគេមាននោះគឺនឹងមិនមានក្តីស្រឡាញ់ចំពោះឪពុកឡើយអញ្ចឹងគឺនឹងមានក្តីស្រឡាញ់ច្រើនជាងចំពោះជីតារបស់គេតាមយកចិត្តជីតាដើម្បីបានទ្រព្យនោះពីព្រោះពួកគេជឿថាពួកគេនឹងទទួលបានលុយខ្លះលុយកាក់ខ្លះពីគាត់ពីជីតាឥឡូវគាត់នេះគឺជាឪពុកអត់ព្រំដែនអ្នកជាកូនដឹងហើយថាលោកឪពុកឥឡូវគឺកំពុងបង្រៀនដល់អ្នកនេះគឺជារឿងដែលនិយាយអំពីសេចក្តីសុខដ៏ធំធេងដែលគេថាព្រះគឺជាឪពុករបស់ខ្ញុំគ្មាននរណាម្នាក់ដឹងទេថាព្រះ
ជាអ្នកបង្កើតពីព្រោះតែមិនបានស្គាល់គាត់ពួកគេហៅខ្លួនឯងថាជាពុកប្រសិនបើអ្នកសួរកូនក្មេងសួរកុមារសួរកូនក្មេងថាឪពុករបស់គាត់ជានរណានៅចុងបញ្ចប់គាត់និយាយថាគឺខ្ញុំអ្នកជាកូឥឡូវដឹងថាគាត់នោះគឺប្រកាសជាឪពុកលើឪពុកទាំងឡាយលោកឪពុកឥតព្រំដែនអ្នកដែលពួកយើងឥឡូវបានជួបហើយគ្មានឪពុករបស់គាត់ខ្លួនឯងទេអញ្ចឹងគឺចប់ទាំងគាត់ហើយnếuយើងមានគាត់ជាឪពុកតែគាត់គ្មានឪពុកទេគឺមានន័យថាគាត់ជាឪពុកដែលខ្ពស់ជាងគេបំផុតហើយមានឪពុកលើនឹងទៀតទេដូច្នេះអ្នកជាកូនណាគួរតែមានសេចក្តីសុខយ៉ាងច្រើននៅក្នុងខ្លួនជាកូនរបស់ឪពុកដែលខ្ពស់បំផុតហើយអត់មានឪពុកទៀតទេជាគួរមានសេចក្តីសុខយ៉ាងច្រើនក្នុងចិត្តនៅពេលដែលមនុស្សធ្វើដំណើរលើធម្មយាត្រាទាំងនោះធម្មយាត្រាថ្មើរជើងទាំងនោះគឺมันមានក្តីស្រឡាញ់มันមានសេចក្តីសុខច្រើនដូច្នោះទេពីព្រោះវាមិនមាននៅផលអ្វីពីនោះពីទីនោះយើងទៅដល់នោះវាអត់មានបានអីទេដើររាប់ពាន់យូរឡើងភ្នំចុះផ្ទះខ្លាញ់អីនោះទៅដល់នោះវាអត់មានអីវាទៅទេអញ្ចឹងអត់មានសេចក្តីសុខច្រើនដូចចឹងទេអត់បានអីមកវិញតែនៅក្នុងគម្ពីរថាឡើងទៅដល់ភ្នំហ្នឹងគឺផណ្ឌវាសរលាយបាត់សាបរូបទៅជានិព្វានទៅនិព្វានតែដល់មនុស្សទៅដល់មានណាអត់មានផងអត់មានអីទេអត់បានអីទេchứអត់មានសេចក្តីសុខច្រើនបែបនោះទេពួកគេគ្រាន់តែធ្វើដំណើរទៅទីនោះដើម្បីមានការនិមិត្តឃើញប៉ុណ្ណោះទៅដល់នោះគឺចង់និមិត្តឃើញនេះឃើញនោះពួកគេលំបាកច្រើនណាស់តែបានមកវិញគឺទៅទេលំបាកតែអត់បានអីមកវិញទេបានតែទៅទេចឹងជឿខ្លួនហើយប្រើលុយកាក់របស់ពួកគេអស់ទៅទៀតធ្វើដំណើរឆ្ងាយនឹងចាយច្រើនគេចំណាយច្រើនណាស់ប៉ុន្តែទទួលបានមិនទទួលបានអ្វីមកវិញទេប៉ះសិនបើគេរកផលបានពីធម្មយាត្រាប៉ះសិនបើវាមានផលរកបានពីផលចំណូលរកបានពីវិធីនៃការគោរពបូជាមនុស្សលើទឹកដីបារិតនឹងคล้ายជាអ្នកមានហើយចឹងនៅឥណ្ឌាហ្នឹងការគោរពបូជាមកវាច្រើនលើសលប់ជាងគេជាងឯងច្រើនក៏រាប់មិនអស់ធ្វើបន់ធ្វើទានកម្មវិធីritual គេហៅ ritual ការពិធីគេធ្វើពិធីនឹងច្រើនណាស់ស្អីទេមួយឆ្នាំចឹងរាល់ថ្ងៃយើងគេចំណាយច្រើនចឹងបើសិនជាបានផលពីការគ្រប់បូជាទាំងនោះម្ល៉េះមនុស្សលើទឹកដីបារិតនឹងមានណាតែអត់ទេទៅវិញពួកគេក្រណាគេចំណាយលុយរាប់កោតរូពីទៅសង់ព្រះវិហារនិងឡាក់នឹងហើយអ្នកមិនមែនមានតែវិហារថ្វាយសូមណាតតែប៉ុណ្ណោះទេក្សត្រមួយអង្គគឺមានវិហារមួយក្សត្រមួយត្រូវតែសង់អីមួយជាស្នាដៃ
ពីកណ្ដាលសង់វិហារមួយមិនមែនវិហារប្រាសាទសង់ប្រាសាទនីមួយនោះគឺចំណាយច្រើនណាស់ចំណាយទៅជាក្រអ្នកទទួលបាននៅសម្បត្តិច្រើនណាស់5000ឆ្នាំមុនណាអ្នកខ្លាយជាម្ចាស់នៃផែនដីត្រូវបានគេធ្វើខ្លាយទៅជាម្ចាស់នៃផែនដីលោកឪពុកតែម្នាក់គត់ដែលនិយាយរឿងនេះ5000ឆ្នាំមុន5000ឆ្នាំមុនថ្ងៃនេះខ្ញុំបានបង្រៀនអ្នកនៅរាជយូហ្គាហើយធ្វើឲ្យអ្នកខ្លាយមកជាដូចពួកគេគឺដូចនារាយណ៍និងលក្ష్មីមើលទៅកាន់អ្វីដែលអ្នកកំពុងខ្លាយមកជាបច្ចុប្បន្ននេះមនុស្សខ្លាយជាអីគេឌីលថាមនុស្សទៅជាដេរិឆានចឹងសូមឲ្យរឿងនេះវាដិតជាប់នៅក្នុងបញ្ញារបស់អ្នកហើយពួកយើងគឺកំពុងខ្ពស់ក្នុងឧត្តមណាពួកយើងបានចាប់កំណើត84កំណើតហើយពួកយើងឥឡូវធ្លាក់ចុះមកដល់ដីធ្លាក់ពីកម្មទី1មកកម្មទី84ចុះមកដល់ដីពួកយើងខ្លាយមកជាមានគ្មានតម្លៃដោយសម្បកខ្យងពួកយើងខ្លាយមកជាមានតម្លៃត្រឹមសម្បកខ្យងពួកយើងឥឡូវកំពុងទៅរកបាបាអ្នកដែលធ្វើពួកយើងទៅជាម្ចាស់នៃផែនដីនេះគឺជាធម្មយាត្រានេះគឺជាធម្មយាត្រាតែមួយគត់ដែលអាត្មាជួបជាមួយឪពុករបស់ពួកគេគឺអាត្មាជួបបារម្ភអាត្មាជួបបារម្ភឪពុកតែថាជួបព្រះឪពុករបស់ពួកគេដូច្នេះហើយគឺត្រូវតែមានក្តីស្រឡាញ់នោះនៅក្នុងចិត្តរបស់អ្នកនៅពេលដែលអ្នកជាកូនកំពុងមកដល់ទីនេះបញ្ញារបស់អ្នកត្រូវមានសតិដឹងថាអ្នកគឺកំពុងតែមករកឪពុកនោះដែលតាមរយៈគាត់នោះអ្នកគឺទទួលបាននៅភាពជាម្ចាស់នៃផែនដីជាថ្មីម្ដងទៀតឪពុកនោះផ្ដល់ឲ្យពួកយើងនូវការបង្រៀនថាកូនទាំងឡាយចូលប្រតិបត្តិនៅក្រេបយកនៅទេវគុណធម៌សូមក្រេបយកនៅទេវគុណធម៌នឹកខ្ញុំឪពុកនេះនឹកឃើញសំទោសនឹកឃើញដល់ខ្ញុំឪពុកនេះដែលជាអ្នកបន្សុទ្ធជាអ្នកដែលខ្ពង់ខ្ពស់អ្នកដែលមានអំណាចខ្ញុំមករកគ្រប់វត្តនៅប្រាប់អ្នកថាសូមឲ្យបន្តនឹកឃើញដល់ខ្ញុំតែម្នាក់ជាប់ជានិច្ចហើយនៅបាបរបស់អ្នកនឹងត្រូវរំលាយសូមឲ្យវាចូលនៅក្នុងបេះដូងរបស់អ្នកដែលអ្នកគឺកំពុងតែទៅរកលោកឪពុកឥតព្រំដែនលោកឪពុកនិយាយថាខ្ញុំគឺអរូបអាត្មានិយាយថាខ្ញុំគឺអរូបដែរអ្នកយល់ហើយថាអ្នកគឺកំពុងធ្វើដំណើរទៅរកಶಿវបាបាហើយនឹងប្រមាទដាលោកតាប្រមាទពួកគេគឺនៅជាបញ្ចូលគ្នាអាត្មាពីរនឹងនៅក្នុងខ្លួនតែមួយពួកយើងគឺកំពុងទៅជួបគាត់ដែលធ្វើពួកយើងទៅជាម្ចាស់នៃលោកសូមឲ្យមាននៅសេចក្តីសុខខាងក្នុងអត់ព្រំដែននៅពេលដែលអ្នកចាក់ចេញពីផ្ទះរបស់អ្នកមកកាន់ទីនេះមកមកបបាននេះសេចក្តីសុខវាគួរតែផុសពពុះឡើងនៅក្នុងខ្លួនអ្នកដូចពុះដូចសេចក្តីសុខនោះវាគួរតែពុះបញ្ជ្រួលនៅក្នុងខ្លួនអ្នកលោកឪពុកលោកបានមកដើម្បីបង្រៀនពួកយើងហើយគាត់គឺកំពុងបង្ហាញពួកយើងនៅផ្លូវទៅរកការក្រេបយកនៅទេវគុណធម៌
ពេលដែលអ្នកចាកចេញពីផ្ទះរបស់អ្នកគួរតែមានសេចក្តីសុខនេះនៅក្នុងចិត្តនៅពេលដែលនារីម្នាក់នឹងទៅជួបអនាគតស្វាមីរបស់គាត់គេតុបតែងខ្លួនគាត់ស្អាតណាស់មានអលង្ការសពបែបយ៉ាងហើយមុខរបស់គាត់នឹងញញឹមប្រឹមប្រៃមុខរបស់គាត់នឹងញញឹមដើម្បីទទួលយកនៅសេចក្តីទុក្ខទៅចឹងទៅចឹងមានន័យថាសម្រាប់នារីតែគេបញ្ជូនគាត់ទៅខាងគ្រួសារបរិសុទ្ធនោះខាងគ្រួសារស្វាមីនោះចឹងគេតុបតែងខ្លួនស្អាតនៅដើម្បីនៅថ្ងៃដែលកូនកំឡោះមកទទួលយកទៅផ្ទះរបស់កូនកំឡោះណាមានន័យថាទៅនៅខាងម្ដាយក្មេកទៅនៅខាងម្ដាយឪពុកក្មេកអញ្ចឹងគេតុបតែងខ្លួនមកស្អាតហើយមុខស្រស់ប្រំប្រៃមុខញញឹមទទួលទុករត់ដឹងទៅនៅខាងផ្ទះម៉ែក្មេកគឺមិនសុខទេមុខរបស់អ្នកចាចំណែកឯមុខរបស់អ្នកវិញគឺប្រំប្រៃរីកញញឹមរីករាយដើម្បីទទួលបាននូវសេចក្តីសុខជាប់ជានិច្ចដូច្នេះហើយវាគួរតែមានសេចក្តីសុខយ៉ាងច្រើននៅក្នុងការជួបលោកឪពុកនេះពីព្រោះលោកឪពុកនោះដូចជាកូនកំឡោះលើកូនកំឡោះទាំងឡាយចឹងអ្នកដែលចំណែកឯអ្នកដែលនឹងជួបកូនកំឡោះនេះគឺនឹងទទួលបាននូវសេចក្តីសុខជាប់ថេរជាប់ជានិច្ចជាមុខរីករសានឹងទទួលបានសេចក្តីសុខជាប់ជានិច្ចដូច្នេះហើយសូមមានសេចក្តីសុខក្នុងការមកជួបលោកឪពុកនឹងពួកយើងឥឡូវបានជួបលោកឪពុកឥតព្រំដែនហើយពួកយើងឥឡូវនៅពេលដែលពួកយើងធ្វើដំណើរទៅកាន់យុគមាសកម្រិតនៃអាត្មានរបស់ពួកយើងនឹងធ្លាក់ចុះអ្នកជាព្រាហ្មណ៍គឺឥឡូវជាគោលរបស់ព្រះអង្គុយនៅទីនេះហើយបង្រៀនដល់អ្នកគាត់គឺជាឪពុករបស់ពួកយើងហើយក៏ជាគ្រូរបស់ពួកយើងដែរគាត់គឺកំពុងតែបង្រៀននិងបន្សុទ្ធពួកយើងហើយគាត់នឹងយកពួកយើងទៅផ្ទះវិញជាមួយនឹងគាត់អ្នកជាអាត្មានឥឡូវកំពុងត្រូវបានរំដោះឲ្យរួចផុតពីនគរដ៏កខ្វក់របស់រាវិនចឹងហើយវាគួរតែមានសេចក្តីសុខយ៉ាងច្រើននៅក្នុងខ្លួនអ្នកដោយសារលោកឪពុកកំពុងធ្វើឲ្យអ្នកទៅជាម្ចាស់នៃលោកអ្នកគួរតែខំរៀនឲ្យបានល្អនៅពេលដែលសិស្សខំរៀនពួកគេប្រឡងជាប់បាននីតិល្អកូនក៏និយាយថាបាខ្ញុំនឹងក្លាយជានារាយណ៍នេះគឺជារឿងពិតនៃការក្លាយមកជានារាយណ៍នេះគឺជារឿងនៃការក្លាយមកជានារាយណ៍ពិតវាគឺជារឿងនៃការផ្លាស់ប្ដូរពីមនុស្សសាមញ្ញធម្មតាទៅជានារាយណ៍អ្នកបានស្ដាប់នៅអ្វីរឿងដែលខុសទាំងនោះច្រើនកំណើតមកហើយមានតែម្ដងគត់ប៉ុណ្ណោះគឺនៅក្នុងពេលនេះឯងដែលអ្នកស្ដាប់រឿងពិតពីលោកឪពុកខ្លឹមសារអង្គចន្ទធីខ្លឹមសារនៃការប្រតិបត្តិនៅថ្ងៃនេះទី1សន្យាខ្លួនឯងថាអ្នកឥឡូវនឹងទទួលបាននៅចំណុចពិតនឹងរកនៅចំណុចពិតសន្យាចំពោះខ្លួនឯងថាទី1អ្នកឥឡូវនឹងរកនៅចំណុចពិតទី2អ្នកនឹងធ្វើខ្លួនឯងមានតម្លៃ
ទៅកាន់វិហាររបស់Shivalaya ហើយអ្នកនឹងក្លាយជាកូនដែលមានតម្លៃដោយការប្រតិបត្តិតាម Srimad ហើយធ្វើឲ្យឈ្មោះរបស់លោកឪពុកល្បីខ្ចរខ្ចាយទីពីរសូមឲ្យអ្នកមានក្តីមេត្តាធ្វើឲ្យមនុស្សដែលតាមោបដានទៅជាសត្វបដានធ្វើមនុស្សដែលអន់បំផុតទៅជាអរិយបុគ្គលសត្វបដានសូមឲ្យផ្ដល់ជាប្រយោជន៍ដល់អ្នកគ្រប់គ្នារំលឹកមិនគ្រប់គ្នាអំពីលោកឪពុកមុនពេលមរណៈចូលមកដល់ពរជ័យសម្រាប់ថ្ងៃនេះសូមឲ្យអ្នកជាកញ្ចក់ទេពដែលផ្ដល់នូវការនិមិត្តឃើញអំពីផ្នែក3យ៉ាងនៃពេលវេលាទៅដល់មនុស្សអាត្មានជាមនុស្សគ្រប់រូបអ្នកចកខ្លួនឥឡូវត្រូវតែคลายមកជាកញ្ចក់ទេពដែលអាត្មានមនុស្សទាំងអស់អាត្មានរបស់មនុស្សទាំងអស់នឹងអាចមានការនិមិត្តឃើញអំពីផ្នែក3យ៉ាងនៃផ្នែក3យ៉ាងរបស់ពួកគេផ្នែក3យ៉ាងនៃពេលវេលារបស់ពួកគេសូមឲ្យពួកគេនឹងអាចមើលឃើញយ៉ាងច្បាស់ពីអ្វីដែលពួកគេនឹងคล้ายទៅជានាពេលអនាគតពេលដែលពួកគេបានដឹងថានៅពេលដែលពួកគេទទួលបទពិសោធន៍ហើយនឹងឃើញនៅពេលដែលពួកគេបានដឹងនៅពេលដែលពួកគេចាប់ផ្ដើមដឹងថានៅពេលដែលពួកគេទទួលបាននូវបទពិសោធន៍ហើយមើលឃើញថាសេចក្តីស្រែកឃ្លានហើយនឹងចំណង់ដែលពួកគេមានច្រើនកំណត់មកហើយឥឡូវត្រូវបានបំពេញហើយដែលយើងគ្រប់បូជាច្រើនកំណត់មកហើយមានចំណង់មានការស្រេកឃ្លានវិញហ្នឹងដែលបួងសួងសុំនៅក្នុងការគ្រប់បូជាហ្នឹងឥឡូវបានសម្រេចហើយតែតម្រូវការចំណង់របស់ពួកគេក្នុងការទៅដល់និព្វាននិងឋានសួគ៌ឥឡូវកំពុងសម្រេចហើយគេនឹងតាក់ទាញពួកគេនឹងត្រូវតាក់ទាញដោយងាយឲ្យមកទីនេះដើម្បីទទួលនៅមរតករបស់ពួកគេពីលោកឪពុកពាក្យស្លោកសម្រាប់ថ្ងៃនេះសូមឲ្យមេរៀនស្ដីអំពីកម្លាំងមួយនិងជំនឿមួយរឹងមាំឡើងហើយអ្នកនឹងអាចរីកចម្រើនទៅមុខដោយងាយពីកណ្ដាលសមុទ្រណាពីន័យថាពាក្យស្លោកហ្នឹងគឺសូមឲ្យមេរៀនស្ដីអំពីកម្លាំងមួយនិងជំនឿមួយនឹងរឹងមាំជាប់ជានិច្ចហើយនោះអ្នកនឹងអាចឆ្លងកណ្ដាលសមុទ្របានងាយមានន័យថាឆ្លងផុតការលំបាកបានងាយមានន័យថាយើងមានគាត់តែម្នាក់ជាកម្លាំងហើយមានជំនឿចំពោះគាត់តែមួយនឹងវារឹងមាំទៅគឺឆ្លងសមុទ្រឬឆ្លងការលំបាកនឹងដល់ងាយអូមશાន្តិអាវិសិទ្ធនោដែលប្រតិបត្តិនៅលក្ខណៈសម្បត្តិនៃភាពបរិសុទ្ធនិងភាពថ្លៃថ្នូរខាងក្នុងអាត្មានដែលទីយាតអាត្មានដែលមានគុណភាពគឺនឹងបង្ហាញខ្លួននៅពេលដែលអ្នកស្ថិតនៅក្នុងភាពថ្លៃថ្នូរនៃភាពបរិសុទ្ធរបស់អ្នកអញ្ចឹងកាលណាយើងត្រឡប់មកវិញគឺមានភាពបរិសុទ្ធមានភាពថ្លៃថ្នូរហើយអាត្មានឹងមានគុណភាព
នៅពេលដែលកែភ្នែករបស់អ្នកមិនតាក់ទាញទៅរកអ្វីៗដែលមានកំណត់ហ្នឹងសូមឲ្យកែភ្នែករបស់អ្នកមិនតាក់ទាញទៅរកអ្វីៗដែលមានកំណត់ទាយាទគឺជាអ្នកដែលមានសិទ្ធិគេថាទាយាទស្នងតកូលហ្នឹងគឺមានសិទ្ធិអ្នកទាំងឡាយណាដែលមានសភាពអ្នកទាំងឡាយណាដែលមានសភាពនៃការដែលមានសិទ្ធិជាប់ជានិច្ចអ្នកនោះមិនអាចពឹងផ្អែកលើម៉ាយាទេអ្នកដែលដឹងថាខ្លួនគេនឹងមានសិទ្ធិជានិច្ចចំពោះមរតកឬមានសិទ្ធិគ្រប់បែបយ៉ាងហ្នឹងគេមិនដែលពឹងទៅលើម៉ាយាទេតែការមានសេចក្តីរីករាយដ៏បរិសុទ្ធក្នុងការដែលមានសិទ្ធិគ្រប់បែបយ៉ាងអ្នកមានសភាពនៃការមានសិទ្ធិទាំងអស់នៅទីនេះហើយអ្នកក៏នឹងមានសិទ្ធិទាំងអស់នៅទីនោះផងដែរទាំងនៅក្នុងពិភពចាស់និងក្នុងពិភពថ្មីជាទីយាទគឺមានសិទ្ធិគ្រប់បែបយ៉ាងចំពោះផែនដីដែលគ្រប់គ្រងខ្ញុំទេអូខេចាស់សម្រាប់នៅលេខថ្ងៃនេះមានសម្រាប់ហើយ